នេះជាការចោទដោយអយុត្តិធម៌มันចាប់បាច់មកទឹកមកផឹងទេខ្ញុំសូមបញ្ជាក់នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជាដែលកំពុងធ្វើការផ្សាយបន្តផ្ទាល់ទាំងក្នុងប្រទេសនិងក្រៅប្រទេសគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ផ្សាយកំពុងផ្សាយហើយបញ្ជាក់ជូនចំពោះមុខនាយករដ្ឋមន្ត្រីវៀតណាមនិងមេដឹកនាំវៀតណាមនៅទីនេះខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឲ្យវៀតណាមសូម្បី1 មីលីម៉ែត្រហើយខ្ញុំក៏មិនចង់បានទឹកដីវៀតណាមសូម្បី1 មីលីម៉ែត្រសូមឲ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានបន្សល់ទុកទៅបានហើយខ្ញុំអត់ត្រូវការអីទេហើយវៀតណាមក៏មិនត្រូវការយកដីយើងហើយយើងក៏មិនត្រូវការយកដីវៀតណាមដែរមិនថាតែជាមួយវៀតណាមទេជាមួយព្រះរាជាណាចក្រថៃជាមួយនឹងឡាវ